បងអែមថ្នោតឈ្ងុយដាក់ទឹកកកត្រជាក់អូថ្ងៃក្តៅចាស់ត្រូវហ្មងបងប្អូនគម្រោងការទិញផ្លែថ្នោតមកថាចង់បបរតែមានណាយកមកធ្វើផ្អែមចេះវិញវាលឿនបញ្ញាប់ចង់ញ៉ាំហើយបងប្អូនហើយអ្វីដែលខ្ញុំត្រូវធ្វើមុនគេខ្ញុំដាំទឹកស្ករមុនសិនដាក់ឆ្នាំងផ្លប់មកទៅចាក់ខ្ទិះដូងចូលវប់ភ្លេចនឹកឃើញថាកូរស្ករចាក់ខ្ទិះដូងចេញវិញសិនហើយកូរស្ករក្រហមយើងនេះខ្ញុំដាក់3លាព្រាខ្ញុំនៅថែមស្ករសទៀតបងប្អូនចាស្ករត្នោតនេះវារៀងទៅថ្លៃដែរណាតែអញ្ចឹងយើងដាក់ម៉ូមកបានហើយចាកូរស្ករក្រហមយើងណាឲ្យវាឡើងឈ្ងុយបានល្អមកបាច់ឡើងក្រហមក៏បានដែរឲ្យតែស្ករយើងនោះឡើងខាប់ហើយឈ្ងុយមកគឺថាយើងចាក់ខ្ទិះដូងចូលមកហើយចាក់តិចចឹងកូរមកគឺថាឡើងឈ្ងុយស្ករត្នោតឈ្ងុយខ្ទិះដូងហ្នឹងបញ្ចូលសលេងឃ្លានទៀតហើយបងប្អូននឹកឃើញហេវហ្មងហ្នឹងអាត្នោតដែលទិញមកហ្នឹងក៏ខ្ចីល្អទៀតគ្រាន់តែត្នោតណាគេចិត្តសបកចិត្តអីឲ្យហើយអញ្ចឹងប្រហែលជាលាងទឹកអញ្ចឹងទៅវាទៅជារាងសាបអត់ផ្អែមទេបងប្អូនដូចយើងកាប់កោះខ្លួនឯងភ្លាមអញ្ចឹងហើយខ្ទិះដូងនៅសល់ខ្ញុំដាក់ទាំងអស់រួចហើយដាក់ទឹកចូលកន្លះកែវដែរខ្ទិះចាក់ចេញមិញណាក៏ដាក់ចូលមកវិញទាំងអស់ដែរហើយយើងថែមអំបិលមកចាប់មកហើយស្ករ2លាព្រាទៀតហើយចឹងកន្លែងហ្នឹងយើងអាស្រ័យលើយើងចូលចិត្តទេចាចូលចិត្តផ្អែមខ្លាំងឬតិចអីយើងថែមថយតាមហ្នឹងហើយយើងធ្វើបែបទឹកស្ករចេះដាក់ឲ្យរាងផ្អែមដិតតិចមកព្រោះអីយើងនៅដាក់ទឹកកកដាក់អីទៀតចឹងវារៀងទៅជារៀងសាបតិចហើយបងប្អូនចាឥឡូវនេះយើងងាស់វាចោល4-5នាទីឲ្យវាឆ្អិនខ្ទិះសិនទៅបិទភ្លើងរុញទុកមួយឡែកសិនចាំមកមើលត្នោតយើងទិញ1គីឡូចាអ្នកលក់ស្គាល់គ្នាបងប្អូនចាមានកម្រងទេដើរទៅប៉ះគាត់ទៅគាត់ហៅឲ្យទិញត្នោតចឹងហើយក៏ទិញមួយថងមកនិយាយពីថាសាច់វិញឡើងខ្ចីល្អមែនតែនមិនតែគ្រាន់តែថាគាត់ចិត្តនេះហើយអញ្ចឹងទៅដល់ពេលអញ្ចឹងទៅវារៀងសាបហើយជាលាងទឹកមើលទៅសាបត្នោតអស់ប៉ុន្តែត្នោតខ្ចីណាយកមកធ្វើផ្អែមក៏បានធ្វើបបរក៏បានអូឆ្ងាញ់ណាចូលចិត្តហ្មងហ្នឹងណាធ្វើទឹកស្ករហើយបញ្ញាប់តន់ហន់ញ៉ាំអញ្ចឹងហើយមកចិត្តត្នោតដាក់ឲ្យប្តីមួយចានមុនសិនហើយនឹងកូនធ្វើញ៉ាំខ្លួនឯងធ្វើទឹកស្ករអញ្ចឹងឆ្ងាញ់យកទៅណាមិនអស់ទេហើយដាក់ទឹកកកបន្តិចមកពីលើហ្នឹងត្រជាក់អូយជាតិគ្រាន់តែថាបើសិនយើងដាក់ត្រាំទឹកស្ករនឹងចោលមួយសន្ទុះគឺវាចូលជាតិឆ្ងាញ់ហើយបងធំនេះវិញគឺថាអស់ពី3ចានតែឯងឃើញខ្ញុំកូរទឹកស្ករឃើញខ្ញុំចិត្តត្នោតអត់ទៅណាឆ្ងាយលីងនៅកវល់តាគៀនហ្នឹងចាំញ៉ាំហ្មងហ្នឹងហើយត្នោតនៅសល់ខានប៉ុន្មានខ្ញុំចិត្តរៀងស្ដើងតូចល្មមជាច្វាមូលអញ្ចឹងទៅយើងចិត្តអញ្ចឹងទៅហើយដាក់ក្នុងទឹកស្ករហ្នឹងឲ្យហើយតែមួយផ្លេតចូលជាតិឡើងឆ្ងាញ់ជាងឲ្យយើងញ៉ាំភ្លាមទៀតនៅសល់ខានប៉ុន្មាននេះចិត្តដាក់ក្នុងទូទឹកកកចាទុកឲ្យមេ2នាក់ទៀតគាត់អត់ទាន់ងើបពីដេកមានណានៅសល់ឆ្នាំងប៉ុណ្ណឹងណាកូន2នាក់ទៀតអាភ្លោះងើបពីដេកមកញ៉ាំខ្ទេចហើយមួយនេះទាន់ឆ្អែតទេអស់2-3ចានហើយនៅមកថែមទៀតហើយទឹកស្ករយើងនិយាយថាឈ្ងុយស្ករក្រហមហើយនឹងខ្ទិះដូងហ្នឹងឆ្ងាញ់ហ្មងបងប្អូនវាត្រូវគ្នាជាមួយត្នោតហ្នឹងមែនតើចាដាក់ទឹកកកតិចត្រជាក់ហើយអាសល់ខានប៉ុន្មានមិញដាក់ទូទឹកកកខ្លះសេចោលអូឆ្ងាញ់ណាស់ចាហើយវីដេអូយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ